តាមវីដេអូខ្ញុំសូមអរគុណអំពូមីងបងប្អូនទាំងអស់គ្នាដែលគាត់ឆ្លាញ់រាប់អាននាងខ្ញុំហើយគាត់តែងតែជួយ like និងជួយ share រាល់វីដេអូរបស់នាងខ្ញុំមិនថាធ្វើបង្អែមនិងធ្វើម្ហូបទេគាត់តែងតែជួយ like និងជួយ share អរគុណច្រើនម្ដងទៀតអរគុណធំហើយក៏ជូនពរបងប្អូនទាំងអស់គ្នាឲ្យមានសុខភាពល្អរកស៊ីមានបានហើយថ្ងៃនេះខ្ញុំយកមុខម្ហូបថ្មីគឺបង្គាបំពងដែលស្រួយឆ្ងាញ់ចែកម្លែកដល់បងប្អូនទាំងអស់គ្នាតោះតាមវិធីធ្វើរបស់ខ្ញុំទាំងអស់គ្នាបង្គាខ្ញុំប្រើបង្គាដែលបកស្បកហើយនេះចំនួន2ខាំទុកវាកញ្ច្រាំមកបងប្អូនត្រូវលាងបង្គាឲ្យស្អាតហើយទុកវាស្រស់ទឹកទើបយើងយកកញ្ច្រាំវាយើងធ្វើបែបនេះបង្គាវាអត់ឆ្អាបបើសិនជាបងប្អូនលាងបង្គាហើយនៅមានទឹកសើមហើយយើងយកមកកញ្ច្រាំវាបង្គានឹងរាងស្អាតហើយយើងទុកឲ្យស្រស់ទឹកទៅវាដូចថាហូរទឹកស្អាតវាចេញអស់ណាហើយមុនកញ្ច្រាំបងប្អូនត្រូវតែដំបង្គានឹងឲ្យបានតប៉ែតហើយយើងកញ្ច្រាំវាទៅសាច់បង្គាវារាងស្វិតល្អហើយវាឆាប់ម៉ត់ទៀតខ្ញុំកញ្ច្រាំមកម៉ត់ប៉ុណ្ណេះហើយយើងក៏ដាក់គ្រឿងទេសខ្ញុំប្រើម្សៅស៊ុបមាន់1ស្លាបព្រាកាហ្វេហើយស្ករសខ្ញុំដាក់ចុងស្លាបព្រាកាហ្វេហើយអំបិលខ្ញុំដាក់តែបន្តិចទេបើបងប្អូនមិនចូលចិត្តស្ករសបងប្អូនអាចដកស្ករសចេញទៅបងប្អូនដាក់តាមរសជាតិដែលបងប្អូនហូបទៅណាហើយខ្ញុំដាក់ម្សៅឆា2ស្លាបព្រាកាហ្វេបងប្អូនអាចប្រើម្សៅពោតបានម្សៅឆាឬម្សៅពោតយើងប្រើបានដូចគ្នាហើយខ្ញុំដាក់ម្រេចកន្លះស្លាបព្រាកាហ្វេបងប្អូនចូលចិត្តហឹរឬមិនចូលចិត្តហឹរថែមថយតាមនឹងទៅហើយយើងច្បល់បង្គាជាមួយគ្រឿងទេសទាំងអស់ហ្នឹងឲ្យបានសព្វល្អទៅហើយបានយើងយកទៅខ្ចប់បងប្អូនខ្ញុំប្រើចង្កេះរៀងបបាក់បន្តិចតែអញ្ចឹងខ្ញុំតិចខ្ញុំនឹងដូរស្លាបព្រាវិញហើយយើងអត់ដាក់ទឹកទេណាបងប្អូនកុំដាក់ទឹកឯសោះបើសិនយើងដាក់ទឹកសាច់បង្គាជ្រាយពេកយើងខ្ចប់ទៅបបាក់ខ្ចប់ហើយបងប្អូនព្យាយាមច្បល់ធ្វើម៉េចឲ្យបានគ្រឿងទេសនោះឲ្យបានសព្វល្អណាព្រោះបង្គាយើងអត់ដាក់ទឹកអញ្ចឹងរៀងពិបាកច្បល់បន្តិចនិយាយទៅដូចយើងធ្វើប្រហិតអញ្ចឹងគ្រាន់ថាយើងមិនចាំបាច់យកទៅបុកឬទៅបោកអីទេជាងគ្រាន់តែធ្វើម៉េចយកប្រើច្រានឹងច្បល់ឲ្យបានសព្វល្អទៅណាឲ្យបានយូរតិចទៅបងប្អូនច្បល់ប្រហែលជា1មិនិត2មិនិតទេជាការស្រេចហើយច្បល់រួចហើយយើងក៏ទុកមួយដែលឡែកទៅយើងមិនបាច់ផ្អាប់ទុកយូរទេយើងគ្រាន់តែថាយើងច្បល់ហើយយើងទុកមួយដែលឡែកទៅយើងមកធ្វើការងារផ្សេងទៀតខ្ញុំប្រើអានេះគេហៅសវក់ណែមឬក៏សវក់ចាយ៉ហ្នឹងឬក៏ភាសាអង់គ្លេសគេហៅ spin roll បងប្អូនយកអាពណ៌សក៏បានយកអាពណ៌លឿងក៏បានដែរអាពណ៌លឿងហ្នឹងគេថាគេលាយពងមាន់អាពណ៌សអត់មានដាក់ពងមាន់ទេហើយបងប្អូនយកសបកហ្នឹងយកមកមូរចេះមកហើយយើងកាត់ជាបំណែកតូចដើម្បីយកទៅប្រឡាក់នឹងបង្គាយើងយកទៅបំពងទៅវាបន្ថែមរសជាតិស្រួយឆ្ងាញ់នេះជាតិចនៃដែលធ្វើឲ្យបង្គាយើងស្រួយល្អបងប្អូនខ្ញុំរៀនតាមគេប្រកបដែរទេគឺមេចុងភៅផុសហុងកុងអញ្ចឹងណាជាទៅយើងមានពិធីថ្មីចែកម្លែកងាយដល់បងប្អូនទាំងអស់គ្នាគឺជាការល្អដែរសម័យនេះគឺសម័យដែលយើងចែកម្លែកហើយខ្ញុំក៏រិះរកធ្វើម៉េចដើម្បីរកពិធីងាយសម្រាប់បងប្អូនដែលគាត់ដូចថាមិនមែនគ្រឿងគ្រប់គ្រាន់ណាឥឡូវអត់ស្អីគេសបកណែមយើងកាត់បានហើយយើងក៏មកខ្ចប់បង្គាបងប្អូនហើយបង្គាគឺយើងនេះយកបង្គាមួយមកយកមកខ្ចប់ដាក់កដាចេះមកបងប្អូនខ្ចប់ដោយដែលបងប្អូនធ្វើនំគមធ្វើនំបត់អីទៅណាដោយយើងដាក់ស្នូអញ្ចឹងណាហើយដៃយើងហ្នឹងយើងលាបប្រេងតិចមកដើម្បីឲ្យកុំឲ្យសាច់បង្គាហ្នឹងវាឆ្អិតពេកព្រោះបង្គាពេលយើងកច្រាំម៉ត់ទៅវារាងឆ្អិតណាហើយយកបងប្អូនខ្ចប់ហើយយកមកប្រឡាក់ជាមួយនឹងសាច់ណែមដែលយើងកាត់ជាកតិចតូចហ្នឹងទៅបងប្អូនអាចប្រឡាក់ជាមួយកតិចនំប៉័ងក៏បានដែរដែលបងប្អូនអាចរកទិញមួយមុខណាបានបងប្អូនប្រើមួយមុខហ្នឹងទៅតែសបកណែមនេះគឺស្រួយឆ្ងាញ់ជាងកតិចនំប៉័ងបងប្អូននឹងជារបត់របស់ខ្ញុំឯណាយោបល់របស់ខ្ញុំគឺសបកណែមនេះគឺឆ្ងាញ់ជាងហើយបងប្អូនអាចយកទៅចំហុយក៏បានដែរបើបងប្អូនយកទៅចំហុយបងប្អូនមិនបាច់ប្រឡាក់នឹងសបកណែមនេះទេបងប្អូនអាចគ្រាន់តែខ្ចប់ចឹងហើយយកទៅចំហុយទៅគ្រាន់ថាយើងយកចំហុយវាមិនស្រួយឆ្ងាញ់ដូចយើងខ្ចប់យកទៅបំពងទេបងប្អូនព្យាយាមចកត់វាថ្នមកុំឲ្យវាចកត់ខ្លាំងពេកតែយើងចកត់ខ្លាំងពេកយើងអាសាច់ហ្នឹងវាដូចថារបូតទៅរបូតមកអញ្ចឹងណានេះបងប្អូនគាត់ឲ្យយកដៃលុញថ្នមវាទៅជាការស្រេចទេបងប្អូនរួចរាល់
មកក្របហ្នឹងយើងទៅហូបការគេចែកឲ្យយើងមកបកាមួយចឹងឯងបងប្អូនតែគេប្រើសាច់ក្តាមយើងប្រើសាច់ក្តាមក៏បានដែរឲ្យតែបងប្អូនមានសាច់ក្តាមទិញបានថោកបងប្អូនប្រើសាច់ក្តាមហ្នឹងគឺវាកាន់តែឆ្ងាញ់គ្រាន់តែយើងអាចច្នៃជាសាច់បង្គាបានបងប្អូនហើយយើងយកទៅបំពងទៅការបំពងក៏សំខាន់ដែរបងប្អូនត្រូវប្រើភ្លើងហ្នឹងកុំឲ្យខ្លាំងពេកយើងគ្រាន់តែដាក់ខ្លាញ់រៀងក្តៅបន្តិចហើយយើងបន្ថយភ្លើងណាបងប្អូនដាក់ low heat ទៅហើយបងប្អូនបំពងទៅមើលក្រៀមហើយបងប្អូនប្រែទៅហើយធានាថាស្រួយឆ្ងាញ់មែនតើបងប្អូនព្យាយាមធ្វើម៉េចកុំមកបើកភ្លើងខ្លាំងពេកណាគាត់ថាយើងចំណាយពេលបំពងរៀងយូរបន្តិចទៅតែយើងបើកភ្លើងខ្លាំងពេកវាខ្លោចទៅខាងក្រៅទេខាងក្នុងវាអត់ឆ្អិនអញ្ចឹងណាបងប្អូនប្រើភ្លើងល្មមបានហើយដូចថា medium heat ឬក៏ low heat ទៅណារួចរាល់បងប្អូនហើយបងប្អូនចាំស្ដាប់ខ្ញុំហូបគឺស្រួយឆ្ងាញ់មែនតើនេះបងប្អូនយកកត្រងវាមិនស្រង់ទេមកដើម្បីឲ្យវាស្រស់ខ្លាញ់ណាដូចខ្ញុំប្រាប់បងប្អូនចឹងបងប្អូនលេខប្រាប់ជ្លក់មួយនេះឆ្ងាញ់ណាបងប្អូនចាំមើលតើស្រួយអត់តែងបងប្អូនខាងក្រៅស្រួយខាងក្នុងស្ពឹក